រដ្ឋបាលប៉ុន្តែពេលសង្គ្រាមអត់បានទេត្រូវមានដឹកនាំរហូតដល់ក្រុម2-3 នាក់ត្រូវមានដឹកនាំពីព្រោះក្នុងពេលសង្គ្រាមប្រែប្រួលជាប់រាល់វិនាទីដើម្បីយកឈ្នះខ្មាំងឲ្យបានហើយត្រូវមានដឹកនាំគ្រប់កម្រិតទាំងអស់មើលប៉ុណ្ណឹងមួយយល់ឃើញណាតោះប៉ុន្តែភារកិច្ចដូចគ្នាភារកិច្ចរបស់គ្រប់គ្រងភារកិច្ចរបស់ដឹកនាំដូចគ្នាភារកិច្ចមាន3ដើម្បីបំពេញមុខងារទាំងពីរមុខងារខុសគ្នាប៉ុន្តែភារកិច្ច3ដូចគ្នាភារកិច្ចគឺស្អីទី1ត្រូវសម្រាប់អ្វីដែលចាំបាច់ត្រូវធ្វើត្រូវបង្កើតបណ្ដាញមនុស្សត្រូវធ្វើឲ្យមនុស្សទាំងនោះធ្វើការងារដោយអ្វីដែលយើងបានរំលឹកប៉ុន្តែគ្រប់គ្រងប្រើវិធីសាស្ត្រផ្សេងដឹកនាំប្រើវិធីសាស្ត្រផ្សេងនេះហើយភាពខុសគ្នាមួយត្រូវយល់ណាអាមួយមុខងារអាមួយភារកិច្ចអាមួយការងារអាមួយទៀតកិច្ចការមួយត្រូវយល់គ្នាទាំងអស់ឃើញទេខ្ញុំបង្ហាញភាពខុសគ្នាសម្រាប់ភារកិច្ចទី1សម្រាប់អ្វីដែលចាំបាច់ត្រូវធ្វើគ្រប់គ្រងរៀបចំផែនការដែលយើងរៀន planning ហើយដឹកនាំអត់ទេអត់ planning ទេគេកំណត់ទិសឃើញខុសគ្នាទេប៉ុន្តែបំរើភារកិច្ចដូចគ្នាតែ management planning ដឹកនាំ setting direction ហើយដឹកនាំធ្វើយ៉ាងម៉េចបង្កើតចក្ខុវិស័យបង្កើតយុទ្ធសាស្ត្រហើយគ្រប់គ្រងធ្វើយ៉ាងម៉េចមេរៀនទី8នេះសំខាន់ណាស់នាំឲ្យមួយឃើញកាន់តែច្បាស់ខ្ញុំឃើញតែមួយនៅសាលាសិស្សមើលខ្ញុំអង្គុយរៀបចំតែឲ្យវាច្បាស់ហើយមិនត្រឹមតែឲ្យពីរនឹងច្បាស់ទេឲ្យមួយច្បាស់ទៀតគ្រប់គ្រងធ្វើអីដឹកនាំធ្វើអីច្បាស់ទៀតចំផែនការរយៈពេលវែងបន្លប់មកណាមួយបន្លប់មកយើងរៀន management តែមកខ្ញុំនិយាយតែគ្មានដំណើរស្ដាប់ខ្ញុំតែបាទខ្ញុំតែចង់និយាយយើងរៀនគ្រប់គ្រងតែគេបង្រៀនមិនខ្ញុំបង្រៀនទេបន្តមកទៀតយើងរៀន strategic management គឺផែនការរយៈពេលវែងប៉ុន្តែផែនការរយៈពេលវែងគឺស្អីផែនការរយៈពេលវែងផែនការរយៈពេលវែងបញ្ចូលត្រូវតែខំយល់ហើយខំចូលកែបានសង្គមយើងរីកចម្រើនដែលហៅថាផែនការរយៈពេលវែងសម្រាប់ថានេះជាសហគ្រាសយើងមើលណាបែរទៅលឹកនេះសហគ្រាសយើង business ហៅថាផែនការរយៈពេលវែងគឺយើងរៀបពីពេលបច្ចុប្បន្នរយៈពេលវែងហើយផែនការរយៈពេលវែងគឺវាចេញពីអ្វីដែលយើងមានពេលបច្ចុប្បន្នហើយយើងបានប្រមាណមើលថាតើពង្រីកវាទៅពេលអនាគតយ៉ាងម៉េចនឹងហៅថាផែនការរយៈពេលវែងហើយផែនការរយៈពេលវែងផ្អែកលើអ្វីដែលយើងមានក្នុងពេលបច្ចុប្បន្នឯដឹកនាំមិនមែនចឹងទេដឹកនាំគឺបង្កើតអនាគតថ្មីបង្កើតអនាគតថ្មី
មានពេលបច្ចុប្បន្នឲ្យដំណើរការល្អឲ្យដំណើរការនៅក្នុងប្រព័ន្ធដែលមានឲ្យដំណើរការនៅក្នុងរចនាសម្ព័ន្ធដែលមានហើយបើយើងចង់ពង្រីកវាក៏ពង្រីកឈរលើអ្វីដែលកំពុងមានមួយណាចំណែកដឹកនាំមិនមែនចឹងដឹកនាំយើងឃើញយើងបានប្រមាណថាណែសភាពការវាអាចប្រែប្រួលចេះរលាស់អ្វីទាំងអស់ដែលយើងកំពុងមានចាប់អ្វីដែលថ្មីបង្កើតអនាគតអត់មានផ្អែកលើអ្វីដែលកំពុងមានទេរលាស់អ្វីដែលមានពីអតីតកាលរលាស់អ្វីដែលកំពុងមានពេលបច្ចុប្បន្នចាប់បង្កើតអ្វីដែលថ្មីប៉ុន្តែអ្វីដែលថ្មីនោះមិនមែនផលប្រយោជន៍របស់យើងទេតែเป็นផលប្រយោជន៍របស់ខ្លួនមួយប្រើពាក្យថាខុសគ្នាដាច់ស្រឡះមានន័យថាមានមួយអត់មួយមិនមែនទេពីរនេះបំពេញឲ្យគ្នាទៅវិញទៅដោយសារក្មួយគ្រប់គ្រងអ្នកក្មួយគ្រប់គ្រងចឹងមកក្មួយឃើញការប្រែប្រួលបច្ចេកទេសប្រែប្រួលទីផ្សារប្រែប្រួលវប្បធម៌ប្រែប្រួលនយោបាយប្រែប្រួលភូមិសាស្ត្រសេដ្ឋកិច្ចប្រែប្រួលក្មួយធ្វើយ៉ាងម៉េចបើក្មួយបន្តគ្រប់គ្រងតទៅទៀតសហគមន៍ក្មួយត្រូវទៅមកលោកហើយត្រូវតែបង្កើតអ្វីមួយថ្មីដើម្បីឲ្យសហគ្រាសយើងបន្តរស់បានតទៅទៀតដូច្នេះគ្រប់គ្រងហើយនឹងដឹកនាំតាក់ទងបំពេញគ្នាទៅវិញទៅមកមានស្អីមិនយល់គួយមើលឡើងមែនទេណាបាទភារកិច្ចទី2នេះគួយមិនឃើញទេភារកិច្ចទី2 organizing ហើយ leading ឬក៏ staffing យើងគ្រប់គ្រងនៅពេលយើងរៀបផែនការហើយយើងរៀបចំរចនាសម្ព័ន្ធមែនអត់រៀបចំរចនាសម្ព័ន្ធហើយយើងចងក្រងជាចង្កោមការងារហើយបានយើងដាក់មនុស្សឲ្យចំនឹងការងារអាហ្នឹងគ្រប់គ្រងប៉ុន្តែដឹកនាំគេអត់ធ្វើចឹងទេដឹកនាំគេធ្វើចឹងវិញខុសគ្នាគេវិធីសាស្ត្រពីរខុសគ្នាគ្រប់គ្រងធ្វើបែបម៉េចដឹកនាំធ្វើបែបម៉េចគឺបង្ហាញច្បាស់ឲ្យគ្នាបាទយកបញ្យល់ណាហេតុអីបានដឹកនាំត្រូវធ្វើអញ្ចឹងបានយកទៀតភារកិច្ចទី3ហើយនេះភារកិច្ចទី3បង្ហាញភាពខុសគ្នាទៀតខុសគ្នារវាងគ្រប់គ្រងហើយនឹងដឹកនាំគ្រប់គ្រងយើង controlling ត្រួតពិនិត្យហើយដោះស្រាយបញ្ហាហើយដឹកនាំ motivating វិធីសាស្ត្ររបស់ដឹកនាំផ្សេងវិធីសាស្ត្ររបស់គ្រប់គ្រងផ្សេងប៉ុន្តែទាំងពីរនោះបំពេញភារកិច្ចដូចគ្នាបំពេញមុខងារខុសគ្នាធ្វើអាចបញ្ចប់យល់ពីមុខងារភារកិច្ចវិធីសាស្ត្ររបស់ពុកវិជ្ជាបលរបស់គ្រូបានយកទៅគិតថែจะมาจอแล้วគ្រូនេះអូមិនសោះសុំចាញ់ទេណាដល់ទៅយករូបពេកនេះមួយមើលនេះណាខ្ញុំនិយាយអំពីគ្រប់គ្រងតែក្មួយរៀនមិនមែនគ្រប់គ្រងតែខ្ញុំបង្រៀនទេគ្រប់គ្រងមានន័យដូចនេះតាមន័យដូចការបង្រៀនជាទូទៅ
มันแม่นตามที่เธอตรัสเกิดគោលបំណងរបស់គ្រប់គ្រងគឺប្រើប្រព័ន្ធប្រើរចនាសម្ព័ន្ធដើម្បីជួយមនុស្សធម្មតាឲ្យធ្វើការងារតតែបានជោគជ័យពីមួយថ្ងៃទៅមួយថ្ងៃអត់មានអីរំហើបអត់មានអីទាក់ទាញមួយមើលក្នុងធនាគារមើលក្នុងធនាគារមួយមើលក្នុងអង្គការការរដ្ឋាភិបាលមួយមើលនៅគ្រប់កន្លែងមែនអត់មែននេះចឹងទេចឹងអត់គ្រប់គ្រងចឹងអត់នឹងគ្រប់គ្រងធ្វើដដែលមកមួយធ្វើខុសគេមកតម្រង់ឲ្យតែមួយធ្វើអីដែលមានលទ្ធផលចេញខុសពីការបន្ទុកគេមកតម្រង់គេ controlling ប៉ុន្តែនេះគឺស្រីប៉ុន្តែដឹកនាំមិនមែនចឹងទេដឹកនាំអត់ឲ្យចឹងហើយបានចុងក្រោយអ្នកដឹកនាំត្រូវបង្កើតលទ្ធផលអស់ណាចាំមកមេរៀនទី8ហើយសរុបមកមេរៀនទី8និយាយម្ដងទៀតសំខាន់ណាស់មេរៀនទី8បើក្មួយយកទៅពិចារណាឲ្យដល់យកមេរៀនដែលខ្ញុំសរសេរពីដាច់យកស្លាយយកមកគុំគ្នាមួយឃើញកាន់តែច្បាស់តើគ្រប់គ្រងខុសពីដឹកនាំយ៉ាងណាជីវិតតើគ្រប់គ្រងធ្វើអីតើដឹកនាំធ្វើអីច្បាស់ខ្ញុំសរសេរច្បាស់ជាពិសេសក្នុងស្លាយហើយខ្ញុំយកមកប្រៀបធៀបឲ្យមួយមើលខុសគ្នាអំពីមុខងារខុសគ្នាហៅថាមុខងារគឺទំនួលខុសត្រូវចម្បងគ្រប់គ្រងដោះស្រាយបញ្ហាស្មុគស្មាញដែលមាននៅក្នុងប្រព័ន្ធមួយដែលបង្កើតរួចហើយក្នុងរចនាសម្ព័ន្ធមួយដែលបង្កើតរួចហើយហើយយើងចូលទៅគ្រប់គ្រងមួយណាក្នុងនឹងវាមានបញ្ហាស្មុគស្មាញហើយយើងទៅដោះស្រាយបញ្ហាស្មុគស្មាញនឹងអានឹងអាចថាគ្រប់គ្រងយើងធ្វើនៅក្នុងនឹងបាទនៅពេលដែលស្ថាប័ននឹងជួបជាមួយការប្រែប្រួលអ្នកណាចេញទៅទទួលជាមួយការប្រែប្រួលដឹកនាំនេះមុខងារពីរខុសគ្នាប៉ុន្តែវាបំពេញគ្នាទៅវិញទៅមកសម្រាប់ស្ថាប័ននេះបាទទាំងពីរហ្នឹងមានភារកិច្ចដូចគ្នាភារកិច្ចមាន3នៅគ្រប់ស្ថាប័នភារកិច្ចមាន3ទី1ត្រូវសម្រាប់ថាស្អីដែលចាំបាច់ត្រូវធ្វើភារកិច្ចទី1ស្អីដែលចាំបាច់ត្រូវធ្វើភារកិច្ចទី2ត្រូវរៀបចំបណ្ដាញមនុស្សបណ្ដាញទំនាក់ទំនងដើម្បីធ្វើការងារនោះបាទទី3ត្រូវធានាថាមនុស្សដែលយើងដាក់ទៅធ្វើការងារនោះតាមការបន្ទុកអត់ទេភារកិច្ច3ហ្នឹងប៉ុន្តែគ្រប់គ្រងបំពេញភារកិច្ចហ្នឹងតាមរបៀបផ្សេងដឹកនាំបំពេញភារកិច្ច3ហ្នឹងតាមរបៀបផ្សេងដែរមួយមើលទៅយល់ចាប់ហើយមេរៀនទី